តើអ្នកធ្លាប់មានអារម្មណ៍ទេថាពេលដែលយើងដើរចូលទៅក្នុងព្រៃនៃទឹកដីអង្គរដូចជាមានអ្វីមួយដែលកំពុងសម្លឹងមើលមកយើងពីអតីតកាលមិនមែនជាមនុស្សមិនមែនជាសត្វប៉ុន្តែជាដួងព្រលឹងនៃអរិយធម៌មួយដែលបានបាត់ខ្លួនទៅហើយនៅក្នុងទឹកដីនេះមានប្រាសាទខ្លះដែលមិនមែនគ្រាន់តែជាថ្មបុរាណដេកស្ងៀមនោះទេវាជាសាក្សីនៃប្រវត្តិសាស្ត្រជាសាក្សីនៃសង្គ្រាមជាសាក្សីនៃព្រះមហាក្សត្រនិងជាសាក្សីនៃអត្ថកម្បាំងជាច្រើនដែលមិនទាន់មានអ្នកណាបកស្រាយបានទាំងស្រុងនៅពេលដែលយើងចាក់ចេញពីខ្លងទ្វារជ័យនៃក្រុងអង្គរធំឆ្លងកាត់ស្ទឹងសៀមរាបបន្តិចមានប្រាសាទតូចមួយឈរស្ងៀមនៅក្បែរផ្លូវខាងស្ដាំដៃមនុស្សភាគច្រើនគ្រាន់តែជិះកាត់វាអ្នកខ្លះឈរថតរូបមួយសន្លឹកហើយក៏ចាក់ចេញប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាក្រោយថ្មបុរាណទាំងនោះមានរឿងរ៉ាវដែលកប់ទុកជិត 1000 ឆ្នាំហើយអ្វីដែលគួរឲ្យចម្លែកបំផុតនោះគឺមកដល់សប្តាហ៍ថ្ងៃគ្មានអ្នកណាដឹងច្បាស់ថាឈ្មោះពិតរបស់វាកាលពីសម័យអង្គរគឺជាអ្វីនោះទេទីនេះគឺប្រាសាទចៅសាយទេវតានៅពេលដែលខ្ញុំបានឈានជើងចូលទៅដល់ទីនោះគឺវាខុសប្លែកពីកន្លែងផ្សេងវាត្រជាក់វាស្ងាត់រហូតដល់យើងអាចឮសំឡេងស្លឹកឈើជ្រុះនិងសំឡេងខ្យល់បក់កាត់ចន្លោះថ្មភក់ដូចជាសំឡេងខ្សឹបខ្សៀវរបស់ព្រលឹងអ្នកថែរក្សាប្រាសាទបុរាណមួយនោះអញ្ចឹងរឿងដំបូងគេដែលធ្វើឲ្យខ្ញុំចង់ស្វែងយល់ខ្លាំងបំផុតនោះគឺឈ្មោះរបស់ប្រាសាទនេះតែម្ដងតើអ្នកណាជាចៅសាយហើយអ្នកណាជាទេវតានៅក្នុងឯកសារប្រវត្តិសាស្ត្រផ្លូវការគ្មានការកត់ត្រាណាមួយបញ្ជាក់ថាឈ្មោះដើមនៃប្រាសាទនេះឈ្មោះអ្វីនោះឡើយឈ្មោះចៅសាយទេវតាគឺជាឈ្មោះដែលអ្នកស្រុកចំនួនក្រោយជាអ្នកហៅទៅវិញទេមានរឿងព្រេងដំណាលតៗគ្នាថាកាលពីដើមឡើយមានបុរសម្នាក់ឈ្មោះថាចៅសាយគាត់បានមកតាំងសិលឬមកថែរក្សានៅទីនេះប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺពាក្យថាទេវតាពេលដែលអ្នកដើរចូលទៅដល់ប្រសិនបើអ្នកពិនិត្យមើលឲ្យច្បាស់ទៅលើជញ្ជាំងថ្មអ្នកនឹងឃើញរូបចម្លាក់ស្រីៗដ៏ស្រស់ស្អាតជាច្រើនបាទពួកគាត់មិនមែនជាស្រីរបាំអប្សរាធម្មតានោះទេប៉ុន្តែពួកគាត់គឺជាទេវតាឬស្រីទេពដែលកំពុងឈរយាមល្បាតនិងថែរក្សាប្រាសាទនោះសាកស្រមៃមើលនៅពេលយប់ងងឹតពេលដែលគ្មានមនុស្សម្នាក់នៅទីនេះទឹកដីទាំងមូលត្រូវបានគ្របដណ្ដប់ដោយភាពស្ងាត់ជ្រងំតើជញ្ជាំងថ្មទាំងនេះអាចនឹងមានជីវិតដែរឬទេទេវតាទាំងឡាយដែលឈរញញឹមនៅពេលថ្ងៃតើពួកគាត់កំពុងតែធ្វើអ្វីនៅពេលយប់ភាពរស់រវើកនៃក្បាច់ចម្លាក់ទាំងនោះវាធ្វើឲ្យយើងមានអារម្មណ៍ថាថ្មទាំងនេះមានវិញ្ញាណពួកគេដឹងពួកគេបានឮហើយពួកគេកំពុងតែចាំសង្កេតមើលរាល់គ្រប់ជំហានរបស់យើងដែលបានឈានជើងចូលទៅក្នុងទឹកដីដ៏សក្ការៈមួយនេះឥឡូវនេះខ្ញុំនឹងនិយាយពីប្រវត្តិសាស្ត្រពិតប្រាកដវិញម្ដងប្រាសាទចៅសាយទេវតាត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី12ពលគឺស្ថិតក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គគឺព្រះបាទសូរ្យវរ្ម័នទី2បាទគឺព្រះអង្គជាអ្នកកសាងអរិយវត្ថុពិភពលោកប្រាសាទអង្គរវត្តដ៏អស្ចារ្យនោះឯងប្រាសាទចៅសាយទេវតាត្រូវបានសាងសង់ឡើងក្នុងទម្រង់ជាព្រហ្មញ្ញសាសនាគឺឧទ្ទិសថ្វាយដល់ព្រះសិវៈនិងព្រះវិស្ណុអ្វីដែលធ្វើឲ្យខ្ញុំស្ងើចសរសើរខ្លាំងបំផុតនោះគឺទោះបីប្រាសាទនេះមានទំហំតូចបើប្រៀបធៀបនឹងប្រាសាទធំៗដទៃទៀតប៉ុន្តែស្ថាបត្យកម្មនិងការរៀបចំគឺមានភាពហ្មត់ចត់និងល្អឥតខ្ចោះបំផុតវាដូចជាត្បូងពេជ្រដុសខាត់ដ៏មានតម្លៃមួយគ្រាប់ដែលត្រូវបានលាក់ទុកយ៉ាងជិតបើទោះបីជាឆ្លងកាត់ការបំផ្លិចបំផ្លាញពីធម្មជាតិសង្គ្រាមនិងពេលវេលារាប់រយឆ្នាំឆ្លងកាត់យុគសម័យដែលប្រាសាទនេះត្រូវបានបោះបង់ចោលឲ្យស្ថិតក្នុងព្រៃជ្រៅឲ្យវល្លិនិងដើមឈើធំៗដុះចាក់ឫសរុំព័ទ្ធប៉ុន្តែអាចកម្បាំងនិងភាពរឹងមាំរបស់វានៅតែមិនរលាយបាត់ឡើយនៅចន្លោះឆ្នាំ2000ដល់ឆ្នាំ2009ប្រាសាទនេះត្រូវបានជួសជុលឡើងវិញយ៉ាងយកចិត្តទុកដាក់បំផុតនៅពេលដែលយើងមើលទៅលើតួប្រាសាទយើងនឹងឃើញមានការផ្សំគ្នារវាងថ្មចាស់និងថ្មថ្មីថ្មចាស់មានពណ៌ក្រមៅបង្ហាញពីដាននៃពេលវេលារាប់រយឆ្នាំចំណែកថ្មថ្មីជួយទប់មិនឲ្យប្រាសាទនេះដួលរលំវាដូចជាការតបជាប់គ្នារវាងអតីតកាលនិងបច្ចុប្បន្នកាលដូចជាបុព្វបុរសរបស់យើងកំពុងតែចាប់ដៃជាមួយមនុស្សជំនាន់ក្រោយដើម្បីរក្សាទុកនៅកេរមរតកដ៏អស្ចារ្យមួយនេះអញ្ចឹងកាលដែលខ្ញុំបានទៅដល់ទីនោះពេលដែលខ្ញុំឈរនៅចំកណ្ដាលប្រាសាទនេះដៃរបស់ខ្ញុំបានប៉ះទៅលើផ្ទាំងថ្មត្រជាក់ភ្នែករបស់ខ្ញុំបានសម្លឹងមើលទៅក្បាច់ចម្លាក់នីមួយៗខ្ញុំបានសួរខ្លួនឯងថាតើកាលពី900ឆ្នាំមុនមនុស្សម្នាដើរឆ្លងកាត់ទីនេះក្នុងទម្រង់បែបណាតើមានពិធីបុណ្យដ៏សក្ការៈអ្វីខ្លះដែលធ្លាប់បានប្រារព្ធឡើងនៅលើទឹកដីដែលខ្ញុំកំពុងតែឈរនេះនៅត្រង់ចំណុចខ្លះនៃប្រាសាទដូចជាហោត្រៃឬនៅតាមបង្អួចដែលមានពន្លឺព្រះអាទិត្យបានជះចូលមកចំក្បាច់ចម្លាក់ធ្វើឲ្យរូបទេវតាទាំងនោះហាក់ដូចជាមានពន្លឺចែងចាំងឡើងមកវាជាទិដ្ឋភាពមួយដ៏អស្ចារ្យរហូតដល់ខ្ញុំឈរភ្លឹកហើយព្រឺសម្បុរដោយមិនដឹងខ្លួន
វាហាក់បីដូចជាមានធម៌ពលសិល្បៈនិងភាពពិសិដ្ឋរបស់បុព្វបុរសខ្មែរនៅតែដក់ជាប់នៅក្នុងគ្រប់ក្រឡាថ្មទាំងអស់ទីនេះមិនមែនគ្រាន់តែជាកន្លែងទេសចរសម្រាប់ថតរូបកម្សាន្តនោះទេប៉ុន្តែវាជាទីកន្លែងដែលរំលឹកយើងថាយើងជាអ្នកណាហើយដូនតារបស់យើងមានមហិទ្ធិឫទ្ធិនិងមានទេពកោសល្យខ្ពង់ខ្ពស់កម្រិតណាទោះបីប្រាសាទនេះតូចប៉ុន្តែអំណាចនៃការតាក់ទាញចិត្តគឺធំធេងខ្លាំងណាស់មុនពេលដែលខ្ញុំដើរចេញពីប្រាសាទចៅសាយទេវតានៅថ្ងៃនោះខ្ញុំបានងាកទៅមើលប្រាសាទនេះជាលើកចុងក្រោយប្រាសាទដ៏កំសត់និងរឹងមាំមួយនេះនៅតែឈរនៅទីនោះស្ងប់ស្ងាត់មិនមាត់មិនករងចាំទទួលស្វាគមន៍អ្នកដំណើរពីគ្រប់ទិសទីសិនបើអ្នកមានឱកាសបានទៅដល់ទឹកដីអង្គរលើកក្រោយសូមកុំគ្រាន់តែជិះកាត់ប្រាសាទតូចមួយនេះអីសូមចំណាយពេលត្រឹម10ទៅ15នាទីដើរចូលទៅខាងក្នុងហើយបន្ថយជំហានឲ្យយឺតស្ដាប់សំឡេងខ្យល់ប៉ះផ្ទាំងថ្មត្រជាក់ហើយសម្លឹងមើលទៅស្នាមញញឹមរបស់ទេវតាទាំងឡាយពេលនោះអ្នកនឹងយល់ពីអារម្មណ៍ដែលខ្ញុំកំពុងតែរៀបរាប់នេះអារម្មណ៍មួយដែលធ្វើឲ្យយើងព្រឺសម្បល់ថងនិងមានមោទនភាពខ្លាំងបំផុតនោះគឺក្នុងនាមជាកូនខ្មែរសូមជួយចុច Subscribe វីដេអូបន្ទាប់ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅអតីតកាលនៃទីក្រុងបុរាណខ្មែរមួយដែលស្ទើរតែគេបំភ្លេចចោលនៅក្នុងប្រវត្តិសាស្ត្រ